សម្រាប់បងមានភាពរំភើបមែនទែនអូនខ្លះមកតាំងពីមណ្ឌលគិរីរតនគិរីតកែវកំពង់ស្ពឺត្បូងឃ្មុំមកជុំគ្នានៅទីនេះសុទ្ធតែកើតឡើងពីក្តីស្រឡាញ់និងពេញចិត្តសាដា FC អញ្ចឹងវាធ្វើឲ្យបងក៏ដូចជា CEO គាត់រំភើបខ្លាំងណាស់ពីការចេះពីក្តីស្រឡាញ់ហើយបងក៏ជឿជាក់ដែរថាអូនទាំងអស់ដែលនៅមានវត្តមាននៅទីនេះសិក្សាតែស្គាល់សាដា FC មែនទេអូនហើយហ៎យ៉ាតាមពិតទៅសាដា FC គឺ CEO និង founder របស់គាត់បានបង្កើតឡើងតាំងពីចុងឆ្នាំ2013រហូតមកដល់ឥឡូវចា៎ហើយគាត់មានសមាជិកទាំង founder និងកីឡាករចាស់ៗដែលជាជនជាតិនិងខ្មែរដែលគាត់លេងជាប្រចាំវឹកហាត់ជាប្រចាំគឺរហូតដល់40នាក់ជាង40នាក់ហ្នឹងគឺពួកគាត់ជាអ្នកវឹកហាត់ប្រចាំហើយដំបូងដូចបងនិយាយចឹងគឺគាត់រំភើបហើយទាំងអស់គ្នាដែលមានវត្តមាននៅទីនេះទោះបីជាប់បានក្រុម A ក៏ដោយក្រុម B ក៏ដោយគឺសុទ្ធតែជាប់ទាំងអស់គ្នាគឺសុទ្ធតែជាគ្រួសាររបស់ Shada FC ឯងថ្ងៃនេះតែដែរខ្លួនឯងមួយពេលដែលបងឃើញអូនមកពីឆ្ងាយជាពិសេសអ្នកមកពីឆ្ងាយហើយតន់ទៀតចាប់ដើមម៉ោង9ចុះឈ្មោះម៉ោង8កន្លះមកចូលចាំគឺបងរំភើបហ្នឹងអញ្ចឹងគឺនៅទីនេះគាត់ចង់និយាយថាអរគុណសម្រាប់ការព្យាយាមអស់ពីសមត្ថភាពរបស់បងប្អូនថ្ងៃនេះគឺបងប្អូនទាំងអស់គ្នាសុទ្ធតែធ្វើបានល្អមែនតើហើយកម្លាំងពេញបឹកហ្មងណាហើយមួយទៀតហ្នឹងគឺក្នុងរយៈពេល8ថ្ងៃដូចខាងបងបានផ្ដល់ព័ត៌មានអញ្ចឹងគឺអូននឹងបានទទួលលទ្ធផលហើយដូចបងនិយាយអញ្ចឹងគឺអូនទាំងអស់គ្នាក្នុងថ្ងៃនេះបងអត់និយាយថ្ងៃស្អែកទេណាយើងនឹងថ្ងៃស្អែកមួយថ្ងៃទៀតអ្នកដែលមកថ្ងៃនេះគឺអូនសុទ្ធតែជាសមាជិកនិងគ្រួសាររបស់ Shada FC ណាអត់មានអ្នកធ្លាក់ទេណាអត់មានអ្នកធ្លាក់ទេប៉ុន្តែមានក្រុម A និងក្រុម B អញ្ចឹងសម្រាប់ក្រុម A បានន័យថាសមត្ថភាពអូនលេចធ្លោនៅថ្ងៃទី1អញ្ចឹងហើយគឺអូនបានជាប់និងជ្រើសរើសសម្រាប់លេងវឹកហាត់សម្រាប់ប្រកួតនៅ Cambodian League 2ណាបងអូនដឹងហើយថា Shada គាត់កំពុងតែរៀបចំក្នុងការចូលរួមប្រកួតនៅ CPL 2អូខេដឹងអរគ្នាណាអញ្ចឹងអ្នកដែលលេចធ្លោគឺគាត់នឹងជ្រើសរើសវឹកហាត់បន្តនេះហើយគឺជា Group A របស់ Shada FC អូខេតោះប៉ុន្តែ Group B អូនមានរយៈពេល3ខែក្នុងការវឹកហាត់បន្ថែមដោយអត់ចាំបាច់បង់ប្រាក់បានន័យថា free សម្រាប់ពួកអូនទាំងអស់គ្នាអូខេវឹកហាត់បន្ថែមរយៈពេល3ខែជាមួយនឹង coach បងសក្តាយដែរថ្ងៃនេះ coach របស់អូនគឺគាត់គ្រុនឈាមហើយគាត់ឈឺតែអូននឹងជួបគាត់រយៈពេល3ខែព្យាយាមវឹកហាត់បង្ហាញសមត្ថភាពគឺគេនឹងរើសអូនចូលរួមដូចគ្នាប៉ុន្តែដោយសារតែគេត្រូវការរយៈពេលបន្តិចទៀតឲ្យអូនបង្ហាញសមត្ថភាពដោយសារអូនខ្លះអញ្ចឹងនៅមានអារម្មណ៍ថាអត់តលេះណាអញ្ចឹងអូននៅមានពេលទៅខាត់ខ្លួនឯងរយៈពេល3ខែគឺវាគ្រប់គ្រាន់ទេមែនទេអូនគ្រប់គ្រាន់អញ្ចឹងមាន Group A មាន Group B ប៉ុន្តែជាប់ទាំងអស់គ្នាក្នុងថ្ងៃនេះទាំងអស់ប៉ុន្តែមួយក្នុង Group A បានន័យថាកីឡាករបង្ហាញសមត្ថភាពបានលេចធ្លោហើយធ្វើបានល្អនៅក្នុងផ្នែករបស់អូនអូខេហើយ Group B
គឺអូនត្រូវការវឹកហាត់រយៈពេល3ខែហើយបង្ហាញសមត្ថភាពម្ដងទៀតឲ្យខូចទាំងអស់ហ្នឹងគាត់ជ្រើសរើសយកអូនអូខេសប្បាយចិត្តទេបងសប្បាយចិត្តណាបងចង់បានអូនទាំងអស់គ្នានៅក្នុង Sada FC បងរំភើបមែនទែននៅពេលដែលបងដឹងថាអូនមកពីឆ្ងាយអូនតែស្រឡាញ់ Sada FC ស្រឡាញ់ហ៎ស្រឡាញ់អីគេជាងគេបង Sada FC ណាស្រឡាញ់ CEO Yes ហើយអញ្ចឹងដូចគ្នាដែរសម្រាប់ការផ្ដល់ឲ្យ recommendation ណា group A group B មានដូចគ្នាប៉ុន្តែលក្ខខណ្ឌខុសគ្នាអូខេលក្ខខណ្ឌខុសគ្នាអញ្ចឹងគឺអូនចាំស្ដាប់ព័ត៌មានហើយតិចទៀតគេនឹងរើសយក7ក្នុងការប្រកួតលេងចុងក្រោយចឹងឃើញហើយអ្នកលេខធ្លោណាចង់ស្ដាប់លទ្ធផលអត់ចង់ដឹងណាគេចូលលេងតិចទៀតចង់ហ៎តែដៃខ្លួនឯងមួយហើយនៅវឹកហាត់ទាំងអស់គ្នាអ្នក3ខែនៅហ៎មានអារម្មណ៍ថាខ្លួនឯងធ្វើអត់ទាន់បានល្អហ៎មើលណាគេខ្លះមានអារម្មណ៍ថាដូចអត់ទាន់បញ្ចេញអស់ផងទើបតែការចាប់ដើមមើលលើដៃមើលទាំងអស់គ្នាមែនទេអូយអញ្ចឹងរយៈពេល3ខែនេះគឺជាឱកាសរបស់អូនណាដាក់ឲ្យលះមកបង្ហាញសមត្ថភាពឲ្យអស់អូខេ Alright អញ្ចឹងបងសូមនិយាយឡើងវិញម្ដងទៀតបន្តិចទៀតនេះគេនឹងមានការជ្រើសរើសមួយក្រុមប្រកួតគ្នា7 vs 7យ៉ាអូខេហើយសម្រាប់ទាំងក្រុម A និងក្រុម B សូមឲ្យស្គាល់គ្នាអូនជាគ្រួសារយល់ទេលេងមកពីកន្លែងផ្សេងគ្នាប៉ុន្តែជា family ហើយជាគ្រួសារហើយអូនស្គាល់គ្នាហើយហើយមួយទៀតក្នុងរយៈពេល3ខែដែលអូនវឹកហាត់រឿងដែលសំខាន់នៅទីនេះសិលធម៌វិន័យរបស់កីឡាករគឺជារឿងទី1 discipline បានន័យថាវិន័យមានសិលធម៌ល្អ morality នឹងការរស់នៅជាក្រុមព្រោះយើងលេងបាល់ទាត់យើងត្រូវស្មារតីសាមគ្គីមែនទេអូនគឺភាពសាមគ្គីគ្នានឹងហើយទៅជួយឲ្យทีมមួយខ្លាំងបានតើតើមានការអធិស្ឋានយោគយល់ហើយក៏មានអារម្មណ៍ថាស្ដាប់អង់គ្លេសអត់យល់វឹកហាត់មួយខូចនិយាយអង់គ្លេសបានក៏ជា challenge របស់អូនមួយដែរចង់ខ្លាយជាកីឡាករអាជីពចង់ខ្លាយជាកីឡាករលេងអន្តរជាតិទេហ្នឹងហើយជាក្តីសម័យរបស់ Sada FC យើងអត់ចង់លេងត្រឹមតែ regional ទេគឺចង់បាន international ទេហើយថ្ងៃនេះគឺ CEO ចង់បានកីឡាករខ្មែរអូនខ្មែរជាពិសេសគឺ10ឆ្នាំជាងរហូតដល់20ឆ្នាំជាងហ្នឹងចង់បានខ្លាំងហើយគឺជាធនធានរបស់ជាតិពិតប្រាកដគឺជាធនធានរបស់វិស័យបាល់ទាត់ពិតប្រាកដហើយមានឱកាសលេងម្ដងកីឡាករខ្មែរ7នាក់ជនជាតិតិចទេណាគឺសម្រាប់ Sada FC បងលើកបង្កើនឲ្យតម្លៃទៅយុវជនខ្មែរអញ្ចឹងបងប្អូនទាំងអស់គ្នាណាអូនណាអូខេស្រឡាញ់ទេស្រឡាញ់ទៅខំប្រឹងណាអូខេអញ្ចឹងទី1សិលធម៌វិន័យណាការចេះស្រឡាញ់គ្នាយោគយល់គ្នាស្មារតីរួមមួយទៅក្រុមទៅបានខ្លាំងហ្នឹងហើយសម្រាប់រយៈពេល3ខែអូខេអូខេអញ្ចឹងបងអត់មានអីច្រើនទេគឺគ្រាន់តែ welcome to Sada family សូមតែដៃទាំងអស់គ្នាអូខេពិសេសស្គាល់គ្នាបានខ្លាំងនៅមានបានសួរនាំគ្នាមកពីណាអញ្ចឹងណាអូខេ
នឹង